Tuesday nè tụi kia 안녕하세요 여러분 xin chào mọi người welcome back to my blog vì cứ chia blog đại nhom từ liên chính tăng tại bị khai bấy hay nhom tập tình nề ban cắt viên ở trong ngày nắng lên là chân năng ban lôi mà bè đại bạn lôi lụa spray lụa trên bông lụa trên nằm vào nơi kia hay lụa fly spray hay số thay lụa năng dẹp pe mà nó mình ban lôi mà đào lên spray dẹp pe ta mặt đỡ nó đâm cho mặt đỡ hay mặt đỡ nó bạn khai đấy bay khai mùi mà đó khai bay nó khai nó trồng bay khai men lôi tôi tầm nào tại đi hay có anh xong lôi mà chân bán nè vô nè tôi trong bán chờn trên buộc nhưng thực ra sầm nón tiếc nè xong tịch xong áp chai rồi thằng bệnh mà để chơi nè chụp thực ra từ đâm lại đâm spray luôn trong chốc tới đâm spray bình tới Yes, vì chỉ blog đại cái trong tiền liền ở trong tú nâng trong trên ở China hay actually tới vì mình chỉ cô đào thậtនៅក្នុងគម្រោងរបស់ខ្ញុំទេជាក់ស្ដែងគឺខ្ញុំចង់ទៅជប៉ុនពេលហ្នឹងប៉ុន្តែខ្ញុំអត់មានលុយគ្រប់ដូច្នេះហើយក៏ប្រវាយទិសដៅទៅ China ទៅតែ China នេះខ្ញុំអត់បានបំណងទៅកន្លែងហ្នឹងទេខ្ញុំកក់ទៅលេងនៅ Nanning ហើយនឹងអីទៀតខ្ញុំភ្លេចបាត់ហើយតំបន់ភ្នំហើយមានជាកន្លែងជិះក្បូនជិះអីអញ្ចឹងណាដោយសារតែវាចំណាយពេលតិចថ្ងៃតែដល់ពេលសពហើយជា10ថ្ងៃក្រុមហ៊ុនធូរគេប្រាប់ខ្ញុំថាទិសដៅហ្នឹងគឺអត់មានភ្ញៀវទៅទេអញ្ចឹងសូមលើកទៅថ្ងៃផ្សេងមកអត់តែដោយសារខ្ញុំរវល់ខ្ញុំថាខ្ញុំមិនអាច change schedule ខ្ញុំបានទេអញ្ចឹងទៅដូចសល់តែរយៈពេល10ថ្ងៃឯងខ្ញុំក៏ហៅក្រុមហ៊ុនធូរផ្សេងទៀតហើយក្រុមហ៊ុនធូរផ្សេងហ្នឹងគេប្រាប់ថាថ្ងៃដែលអូនឯងទៅហ្នឹងមានតែទៅចឹងទូហើយនឹងចុងជីងហើយខ្ញុំក៏អត់បាន search ព័ត៌មានអីទេខ្ញុំមើល schedule ព្រោះហើយខ្ញុំក៏កក់លុយគេក្នុងតែរយៈពេលប្រហែលជា1ម៉ោងខ្ញុំកក់លុយហើយខ្ញុំដុនខាតបមកថ្ងៃទៅដំណើរគឺយើងចេញទៅពេលយប់ហើយfly ពីនេះទៅខ្ទង់ម៉ោងដូចជា10ខ្ញុំភ្លេចបាត់ហើយនេះហើយជិះដូចចិត្តដែរតែ3ម៉ោងជាងទៅដល់ឆឹងទូពេលរៀបភ្លឺប៉ុន្តែយើងគេងពី2ម៉ោងដែរមុំទៅភ្លឺឡើងមិនយើងជិះចេញពីឆឹងទូហ្នឹងទៅចុងជីងនេះយើងទៅដល់ចុងជីងហើយអាស្ពានក្រហមហ្នឹងដែលយើងឃើញហ្នឹងវាដូចស្ពាននៅអាមេរិកអ្នកទាំងអស់គ្នាស្ពានក្រហមនៅអាមេរិកហើយអាស្ពាននេះពីខាងក្រោមមានអាទិភ្លើងខាងលើឡានអញ្ចឹងវាឆ្លងកាត់ទន្លេនៅទីក្រុងចុងជីងហ្នឹងហើយពេលដែលខ្ញុំទៅដល់ទីក្រុងចុងជីងហ្នឹងគឺមានអារម្មណ៍ថាវ៉ាវឡើងខ្សែគ្រាន់តែផ្លូវគេអាលើក្រោមហ្នឹងដូចជា3000ខ្សែហើយប្រជាជនដូចជា31លាននាក់ហើយឡើងវ៉ាវសូវិញបនហ្មងថ្ងៃទី1ហ្នឹងដោយសារយើងទៅដល់ចុងឈីងហ្នឹងវារៀងរសៀលដែរយើងញ៉ាំបាយថ្ងៃត្រង់ហើយអញ្ចឹងទៅអាពេលរសៀលហ្នឹងគេក៏នាំយើងមកលេងភូមិអីទេខ្ញុំអត់ចាំអីតែរបៀបថាវាផ្ទះគេនៅលើភ្នំអញ្ចឹងទៅវាមានហាងកាហ្វេមានអីហើយមានគេតាំផ្កាដើម្បីឲ្យស្អាតហើយវាដូចអំណោយផលពីអាកាសធាតុនិងដីរបស់គេហ្នឹងវាល្អហើយអញ្ចឹងផ្កាក៏ប្រភេទឡើងស្អាតហ្មងហើយបើពេលជិះមកពីឆឹងទូមកចុងជីងហ្នឹងអាតាមដងផ្លូវគេហ្នឹងអូយសិតតែដើមឈើនៅកណ្ដាលទ្រង់ផ្លូវហើយមានផ្កាមានអីមានអារម្មណ៍ថាវាស្អាតវា clean ណាហើយពេលដែលយើងជិះឡានហើយយើងមើលអាហ្នឹងមានអារម្មណ៍ថាភ្នែកយើងឡើងអូននៅជាមួយអាដើមឈើទាំងអស់ហ្នឹងវានឹងឡើងពេញភ្នែកហ្មងណាហើយនេះយប់ឡើងថ្ងៃទី1ហ្នឹងគេនាំមកញ៉ាំអីតែខ្ញុំអត់សូវចាំកន្លែងនេះព្រោះអីខ្ញុំអត់ចេះចិនផងចេះតែនេះហៅមកហ្នឹងនេះគឺជាថ្ងៃទី2យើងចេញឲ្យពីសណ្ឋាគារហ្នឹងហើយសណ្ឋាគារហ្នឹងយើងគេងចិត្តអាផ្លូវនេះផ្លូវអាទិភ្លើងលើអាកាសនេះ
តែកតុបវាធំណាអ្នកទាំងអស់គ្នាឲ្យស្អាតហើយមានណាអ្នកសុកចិត្តព្រលឹមឡើងចាស់ណា so enjoy ហ្មងរំធម្មតាអានេះដូចជាព្រឹកថ្ងៃសៅរ៍ហ្នឹងព្រឹកថ្ងៃអាទិត្យហ្នឹងឯងឡើង so enjoy ហ្មងណាចាស់ហ្នឹងហើយបន្ទាប់មកយើងធ្វើដំណើរទៅកាន់ជាការ strawberry នៅតំបន់ស្អីទៅខ្ញុំអត់ចាំទេនិយាយអត់ចាំត្មងទៅដើរលេងហ្នឹងហើយនេះផ្លូវអ្នកទាំងអស់គ្នាខ្ញុំស្រឡាញ់អាគេដាំផ្កាដាំដើមឈើហ្នឹងស្អាតខ្លាំងណាស់ហើយជិះបដាអង្គុយគិតបដាថាអូយគេចំណាយពេលប្រហែលឆ្នាំនៅដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងអស់ហ្នឹងណាហើយបើឲ្យខ្ញុំជិះក៏វែងណាខ្ញុំមិនដឹងរកខ្សែណាទៅខ្សែណាទេហើយផ្លូវវាបៃតងអញ្ចឹងរហូតហ្នឹងស្អាតហើយជិះមកយើងមកដល់ចកា strawberry ហើយមកចកា strawberry អ៊ីនចកាហ្នឹងហើយអ្នកក្រសុតហ្មងមើលតែដីហើយនឹងទៅខាងក្នុងគាត់មានស្រះត្រីស្រះអីហើយរៀបឡើងតំណងហើយនេះជាការ strawberry គាត់ឡើងប្រប៉ុណ្ណាណីដែរហ្នឹងហើយពេលចឹងទៅបេះខ្លួនឯងទៅមកកត្រកហ្នឹងដូចជាខ្ទង់ផែជាអាចនឹងដូចជាតាមយើងបកែរៀបឬក៏អត់បកែរៀបឯងហើយមកកត្រកហ្នឹងដូចជា100 យួនអញ្ចឹង$10វា70 យួនអញ្ចឹងប្រហែលជា3-4-10 រៀលអ្នកទាំងអស់គ្នាហើយក៏បេះ strawberry បេះអីគេទៅថតរូបអីអញ្ចឹងណាតបមកយើងចេញពីហ្នឹងយើងទៅញ៉ាំបាយហើយក៏យើងទៅលេងគេហៅគេហ្នឹងសួនខ្លាឃ្មុំហើយខ្ញុំសុំដសើមែនអូយនិយាយពីប្រម៉ូទចឹងថាអូល្បីណាខ្លាឃ្មុំស្អីណាសិតជាតំណាងជាតិតំណាងអីព្រោះអីនៅចិននៅពេលដែលគេធ្វើការទូតអីជាមួយប្រទេសផ្សេងគេឲ្យអាខ្លាឃ្មុំនឹងទៅតែឥឡូវដូចជាគេឲ្យខ្ចីឯងដើម្បីតំណាងមិត្តភាពអីអញ្ចឹងហើយមកគ្មានឃើញស្អីហងខ្លាឃ្មុំគេមកកណននេះបានថតបានប្រហែលវីដេអូនេះសូត្រតែមនុស្សហើយវីដេអូហ្នឹងមិនខ្ញុំអ្នកថតណាមិត្តភក្តិខ្ញុំអ្នកថតទេព្រោះអីខ្ញុំខ្ជិលថតហើយពេលខ្លះកន្លែងមួយចំនួនណាអ្នកទាំងអស់គ្នាទៅមើលខ្លួនឯងសិនហើយចាំគិតក្នុងចិត្តថាម៉េចព្រោះអីពេលខ្លះគេគ្រាន់តែបោកយើងហ្នឹងហើយបន្ទាប់ពីចេញពីមើលខ្លាឃ្មុំហើយខ្ញុំមិនដឹងថាខ្ញុំត្រូវទៅណាទៀតខ្ញុំភ្លេចបាត់ហើយនេះទៅសួនពីរបៀបដូចជាភូមិវប្បធម៌ដែលភូមិចាស់មានសំណង់គាចាស់ហើយទៅមានអីទេគ្រាន់តែទៅដើរមើលគេមើលឯងអ្នកខ្លះទៅថតរូបថតអីតែអ្នកខ្លះទៅគេទៅញ៉ាំអីតែកាហ្វេឬក៏អីអញ្ចឹងណាតែដូចមើលទៅសម្រាប់តែពួកជនបរទេសទេហើយបន្ទាប់មកអានេះមិនដឹងថ្ងៃទីប៉ុន្មានខ្ញុំភ្លេចបាត់ហើយនេះអាល្បីជាងគេនៅចុងជីងហ្នឹងណាទៅមើលស្អីគេនេះអាទៀបភ្លើងរត់ចូលនៅក្នុងអាគារ condo នេះដែលអត់មានសំឡេងរំខានហើយមនុស្សច្រើនណាស់ទៅថតរូបនៅហ្នឹងអីណាណីហើយមានប៉ុណ្ណឹងមានអីអ្នកឃើញអីគេអាទៀបភ្លើងរត់ចូលក្នុងអា condo ហ្នឹងហើយ station គេនៅលើហ្នឹងយើងចង់ទៅជិះយើងឡើងតាមចដៅយន្តឬចដៅជើងទៅលើ station ហ្នឹងទៅហើយបងលុយឲ្យជិះទៅតែកាលហ្នឹងខ្ញុំជិះដូចតាម station ណាគេយកម្នាក់50 យួនអញ្ចឹងឲ្យ50 យួនខ្ទង់75 រៀលអីណាហើយបន្ទាប់មកបានយើងទៅអាគារគេហៅអាគារអីតុងយ៉ាតុងស្អីមិនទេខ្ញុំក៏ភ្លេចឈ្មោះបាត់ដែរវារបៀបភ្លើងឡងភ្លឺចែងចាំងហ្មងណាប៉ុន្តែកន្លែងហ្នឹងគេមានល្បីស៊ុបហតផតឬក៏អីអញ្ចឹងប៉ុន្តែអូមនុស្សច្រើនណាស់អ្នកទាំងអស់គ្នាអើយពេលដែលខ្ញុំរុកទៅខ្ញុំក៏ថាវ៉ាវខ្ញុំបន់អ៊ំទុកនៅស្រុកខ្មែរខ្ញុំមិនដែលរុកឯណាមនុស្សច្រើនដល់ថ្នាក់ហ្នឹងឯងខ្ញុំខ្លាចជាប់គាំងវិញណាតែចូលតែមួយផ្លែទេនាំចាស់ត្រឡប់មកវិញហើយនេះគឺជាថ្ងៃបន្ទាប់នេះខ្ញុំភ្លេចតំបន់បាត់ហើយខ្ញុំមិនដឹងគេហៅស្អីគេទេវាដូចជាភូមិបុរាណរបស់គេដូចអ្នកណាគេធ្លាប់ទៅវៀតណាមទៅគេហៅស្អីគេនៅហួយអាននៅដាណាំងណាគឺមានអាភូមិអញ្ចឹងដូចគ្នាហើយហ្នឹងនៅចិនហ្នឹងគឺមានដូចគ្នាអញ្ចឹងហើយមនុស្សច្រើនណាហើយមានអាគារ Starbucks មួយនៅហ្នឹងស្អាតណាស់ប៉ុន្តែខ្ញុំបានថតរូបឯង
ហើយថ្ងៃបន្ទាប់មកទៀតយើងទៅអាគារពាណិជ្ជកម្មគេនេះខ្ញុំក៏ភ្លេចបាត់ដែរប៉ុន្តែវា famous ជាមួយនឹងអារូបស្អីគេនេះខ្លាឃ្មុំនេះខ្លាឃ្មុំជាទឹកគូតហ្នឹងហើយមនុស្សឡើងច្រើនហើយប៉ុន្តែដោយសារនៅកន្លែងតំបន់ហ្នឹងវាជា shopping mall ណាធំណាអ្នកទាំងអស់គ្នាបើសិនជាខ្ញុំកាលខ្ញុំទៅកូរ៉េខ្ញុំ feel ថានៅនេះធំឡើងប្លែកភ្នែកហើយឡើងស្អាតហ្មងណាហើយតំណែងអីដូចជាធូរថ្លៃតែនៅក្នុង shopping mall ហ្នឹងហើយមកឡានគេស្អាតដែរហើយបន្ទាប់មកដល់ពេលយប់អ្នកទាំងអស់គ្នាពេលខ្លះគេកុហកយើងនេះអាស្អីគេអាគារដែលដូចអាស័យហ្នឹងវាលោតទៅចេញពណ៌ដូចអាថ្នាំងអាស័យហ្នឹងហើយគេប្រម៉ូទយើងនៅក្នុងធួថាអូស្អាតអីអញ្ចឹងណាទៅមើលខ្លួនឯងទៅឃើញហើយអ្នកទាំងអស់គ្នាហើយគិតថាស្អាតឬមិនស្អាតនឹងតាមហ្នឹងឯងប៉ុន្តែតសែគេមិនគេរនឹកធ្វើចឹងឲ្យយើងមើលហើយតាក់ទាញទេសចរម្យ៉ាងមកគេទៅតាហើយអានេះដូចជា schedule ថ្ងៃចុងក្រោយហើយប៉ុន្តែខ្ញុំភ្លេចមើលអា schedule នឹងដែរគឺឡើងភ្នំតកកខ្ញុំអត់បានគិតថានឹងវាជាភ្នំតកកខ្ញុំគិតគ្រាន់ថាជាភ្នំធម្មតាយើងជីកាបអីអញ្ចឹងណាដូចយើងទៅលេងនៅម៉ាឡេទៅសាប៉ាឬក៏ដាណាំងអីអញ្ចឹងណាតែមានណាទៅដល់ភ្នំតកកតែទៅដល់ហ្នឹងគឺវាចាប់ដើមអាលាយអ្នកទាំងអស់គ្នាអញ្ចឹងវាអស់អាព្រើកកហ្នឹងប៉ុន្តែវាល្ងាហើយវាមានអាផ្កាស្អីគេនេះស្អាតណាស់អ្នកនរគ្នាអាខ្ញុំថតអត់តន់ដល់ផ្កាអីស្អាតខ្លាំងហ្មងណាហើយណែអានេះមកដល់ជើងភ្នំដែលយើងរៀបឡើងយើងជិះឡានមិញមកដល់ត្រឹមប៉ុណ្ណឹងហើយយើងត្រូវដើរថ្មើរជើងឡើងទៅទៀតឡើងថ្មើរជើងហើយយើងជិះអាកាបវានឹងទៅដល់ station មួយទៀតទៅដល់ station មួយហើយបើយើងចាប់ផ្ដើមជិះអាឡានហ្នឹងប៉ុន្តែពេលឡើងទៅវាដូចព្រិលអាប់នៅបុកអាប់ជាងនៅបុកគោអញ្ចឹងណាយើងជិះឡានទៅហើយបើយើងជិះកាបមកតង់ទៀតដល់ពេលយើងជិះកាបមកតង់ទៀតនេះអ្នកទាំងអស់គ្នាមានន័យថាវាចាប់ដើមរលាយអញ្ចឹងវានៅសល់ខ្លះនៅលើស្លឹកឈើហ្នឹងប៉ុន្តែនៅ feel ស្អាតដូចនៅក្នុងគំនូរតុក្កតាអញ្ចឹងស្អាតហើយអូយម៉ែខ្ញុំមីងខ្ញុំអីហ្នឹងគាត់មិនដែរមកឃើញតកកដែរហ្នឹងហើយខ្ញុំក៏មិនដែរឃើញដែរអូនេះគាត់មានប្រសាសន៍រឿងរ៉ាវមួយចំនួនអញ្ចឹងណាសួរគាត់ថាមកចិនហ្នឹងមានលុយមកដោយសារអីគេអញ្ចឹងគាត់ថាគាត់លក់ស្វាយលក់បន្លែលក់អីអញ្ចឹងណានឹងម៉ែខ្ញុំដល់ពេលអ៊ីស្រីខ្ញុំគាត់ថាគាត់លក់សាវម៉ៅគាត់លក់ចម្ពូអីអញ្ចឹងណាចាស់ធម្មតាទេគាត់លក់ផ្លែឈើអញ្ចឹងមកដើណាតែ5 6ខែមានលុយទៅលេងនៅចិនណាក្មេងៗអាយគៀនតខ្ញុំទៅសារគាត់មែនតាគាត់នឹងជាធនីគាររបស់ខ្ញុំហីខ្ចីលុយមិនដែរខ្វល់សងផងហ្នឹងហើយខ្ចីពេលហ្នឹងដែរជាខ្វល់ទេហ្នឹងដែរខ្ញុំបន្ទាប់ពីយើងជីកាបមកយើងមកដល់លើនេះគេមានរបៀបធ្វើជាខាងក្រោមនឹងដែរម្ដាយខ្ញុំដើរចុះទៅនៅ station គេជីកាបទៅវិញណាតែយើងដើរមកដល់លើនឹងតែខ្ញុំអត់ទៅដល់ខ្ពស់ពេកទេព្រោះវាត្រជាក់ខ្ញុំអត់អាចទ្រាំបានហើយខ្ញុំគិតថាគាត់ល្ងាអញ្ចឹងណាហើយមកលើកទី1ដែលខ្ញុំឃើញព្រិលអញ្ចឹងព្រោះពេលកាលខ្ញុំទៅកូរ៉េមានព្រិលពីរដុំនៅកោះណាមីទៅឲ្យឡើងខកចិត្តតែមកម្ដងនេះព្រិលរបស់គេមែនតើនេះអូឃើញនៅជាប់នៅដើមឈើឯងឡើងដូចនៅក្នុងទឹកកតាអញ្ចឹងគឺស្អាតតែគ្រាន់តែត្រជាក់បន្តិចតែធ្វើមកយើងត្រូវទ្រាំ the first time ដែលយើងឃើញអញ្ចឹងណាមានថាtrip ម្ដងហ្នឹងអត់ខកអំណងទេអត់ខកអំណងហើយខ្ញុំមិនដឹងថាខ្ញុំបាបឬក៏អីឯនាំចាស់ទៅចាស់ឡើងល្ងាញ័រក៏ខកហើយខ្ញុំមិននឹកដែរតែធ្វើម៉េចយើងមកដកស្រង់បទពិសោធន៍ថ្មីអញ្ចឹងណាគឺម្យ៉ាងដែរស្អាតមែននេះអ្នកទាំងអស់គ្នាស្អាតខ្លាំងហ្មងខ្ញុំនៅតែគិតថាវានឹងស្ថិតនៅក្នុងការចងចាំដ៏ល្អរបស់ខ្ញុំក៏ឯណាដល់ពេលឥឡូវនេះលទ្ធផលចុះមកវិញញ័រដល់ពេលនេះមកមិនដល់យើងស្វាស្វែងដល់យើងក្លាហានឥឡូវញ័រទៅស្បៃជ្រក់នេះឥឡូវសង្ស័យវិញលក់ស្បៃជ្រក់ទៅ
នេះចូលពេទ្យហ្មងនេះយាយនៅព្រៃវែងចាំមើលអ៊ីនៅខាងនោះវិញណាឥឡូវចង់មកទៀតអត់អ៊ីបាត់ចង់ទៅហាពេញអ៊ីតែមើលអីគេធ្លាក់ព្រិលធ្លាក់តកកនៅកូរ៉េអ៊ីទៅកូរ៉េអ៊ីទៅហាពេញអ៊ីហើយចឹងសុំលុយទុកឆ្នាំនឹងតទៀតយកទៅខ្ញុំទៅណាចឹងចុះលេងទៅអូចាប់រៀងវិញគាត់រត់ទៀតអើយបាយអីគាត់ក៏រត់ទៀតអើយប៉ុណ្ណឹងអួតតាបានទៅអួតបានតាថាហ្នឹងហើយឯងអត់ហើយគឺអីហ្នឹងហើយអ្នកនរគ្នាបន្ទាប់ពីនំចាស់ទៅបាបហើយអានេះជាថ្ងៃចុងក្រោយហើយខ្ញុំភ្លេចបាត់ហើយនឹងគេហៅស្អីដូចជាវត្តអញ្ចឹងអ្នកទាំងអស់គ្នាហើយប្លុកមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាបាយបាយ